ជាម្ដាយស្ទើរប្រេះទ្រូងកែវសុបញ្ញាជួយដំណើរកូនស្រីដែលមានវ័យជាង4ខែដោយសំណេររំជួលចិនទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ជារឿងមួយគួរឲ្យសោកសៅនិងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារតារាចម្រៀងកែវសុបញ្ញាដែលត្រូវជួបទុក្ខធំបាត់កូនស្រីជាទីស្រឡាញ់ដែលគ្មានថ្ងៃវិលត្រឡប់នាថ្ងៃទី4ខែធ្នូឆ្នាំ2025នេះដំណឹងនេះត្រូវបានឲ្យដឹងពីអ្នកនាងកែវសុបញ្ញាដោយផ្ទាល់និងបានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនិងមិត្តភ័ក្តិអ្នកសិល្បៈជាច្រើនក្តុកក្តួលពេកក្រៃដោយចិត្តជាម្ដាយអ្នកនាងកែវសុបញ្ញាដែលនៅសរសៃខ្ចីនៅឡើយបានរៀបរាប់ទាំងរំជួលចិត្តថាកូនកំសត់ម៉ែអើយកូនម៉ែលែងឈឺចាប់ទៀតហើយម៉ែលែងឲ្យកូនចាក់ថ្នាំទៀតហើយកូនម៉ែរលត់អស់បុណ្យទៅដោយមិនឲ្យម៉ែពិបាកភ្នែកមើលកូនទេម៉ែលៀងបាបឲ្យអូនអស់ហើយណាកូនម៉ែឧទ្ទិសបុណ្យឲ្យកូនរត់ថ្ងៃឲ្យកូនមកនៅជាមួយម៉ែម្ដងទៀតមកឲ្យស្អាតល្អឲ្យជាណាកូនកុំឲ្យឈឺណាកូនណាអូនដូចកំពុងដេកលក់អញ្ចឹងណាកូនអូននៅស្រះអញញឹមមុនប្រកាសដំណឹងដល់សែនសោកសៅនៃបែកគ្នាគ្មានថ្ងៃជួបរវាងកូនស្រីនិងខ្លួនជាម្ដាយអ្នកនាងកែវសុបញ្ញាធ្លាប់បានបង្ហោះឲ្យដឹងថាកូនស្រីរបស់ខ្លួនកំពុងសង្គ្រោះបន្ទាន់ជាច្រើនថ្ងៃមកហើយតែនាងមិនបានបញ្ជាក់ថាកូនស្រីកើតជំងឺអ្វីនោះឡើយដោយការនោះអ្នកនាងកែវសុបញ្ញាបានរៀបរាប់ថាកូនម៉ែអើយធ្លុះធ្លីបេះដូងម៉ែអស់ហើយកូនម្ដាយសូមបុណ្យកុសលដែលខ្ញុំបានសាងសូមជួយឲ្យកូនខ្ញុំសុខសប្បាយផងសូមទេវតាតាមបីបាច់ថែរក្សាកូនខ្ញុំផងប៉ុន្តែវេកដែលមិននឹកស្មានដល់ទើបតែរំលងមិនទាន់បានប៉ុន្មានផងអ្នកនាងកែវសុបញ្ញាបែរជាត្រូវបាត់បង់កូនស្រីជាទីស្រឡាញ់ទាំងដៃទារកកំសត់ទើបតែមានអាយុ4ខែតែប៉ុណ្ណោះសូមបញ្ជាក់ថាកូនស្រីរបស់តារាចម្រៀងកែវសុបញ្ញាមានឈ្មោះថាពេជ្រមេរ៉ាកើតនៅថ្ងៃទី7ខែសីហានិងបានអស់បុណ្យចាក់ចេញពីឪពុកម្ដាយទៅវិញដោយគ្មានថ្ងៃត្រឡប់នៅថ្ងៃទី4ខែធ្នូឆ្នាំ2025បើគិតមកដល់ពេលនេះមានអាយុទើបតែជាង4ខែប៉ុណ្ណោះ